អូខេសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមកបង្រៀនឬក៏ប្រាប់បងប្អូនពីរបៀបឬក៏វិធីផ្សេងនៃ Telegram ណាបាទមកប្រាប់ពីរបៀបតើមើលយ៉ាងម៉េចទើបដឹងថា account Telegram របស់យើងហ្នឹងមានគេប្រើឬក៏លួចប្រើអញ្ចឹងណាបាទឥឡូវយើងចូលមកនៃក្រាមមកនៃក្រាមដូចតែ Telegram ទេបាទគឺ account ខ្ញុំ login នៅកម្មវិធីនៃក្រាមបាទចូលមកដល់កន្លែងនេះគឺយើងចូលមក setting មកបាទកន្លែងនេះរូបកងចក្រណាបាទអូខេបន្ទាប់មកចូលមកដល់កន្លែងនេះគឺមានជម្រើសច្រើនបាទអញ្ចឹងណាបាទអូខេចូលមកដល់កន្លែងនេះមាន Telegram Premium Telegram Star ឬក៏ Telegram Business អញ្ចឹងទៅបាទមាន function ច្រើនបាទឥឡូវយើងមកថ្ងៃនេះគឺគោលបំណងចង់ដឹងថា Telegram របស់យើងមានគេលួចប្រើឬក៏អត់អញ្ចឹងណាបាទមានបងស្រីមួយគាត់ឆាតមកសួរខ្ញុំបាទឥឡូវខ្ញុំធ្វើវីដេអូនេះឲ្យគាត់មើលអញ្ចឹងទៅបាទអូខេឥឡូវយើងចូលកន្លែង device នេះមកបាទយើងដាក់ចិត្តតិចមកអូខេកន្លែង device នេះបាទ device នេះរូបកុំព្យូទ័រនេះណាបាទចុចលើហ្នឹងមកបាទអូខេចូលមកដល់កន្លែងនេះគឺយើងមើលទៅបាទនៅជាប់ device Samsung Galaxy A4G A04 បាទហើយបន្តមកខាងក្រោមនេះគឺជាប់ device Samsung Galaxy S15G បាទប៉ុន្តែ device ទាំងពីរនេះគឺជាទូរស័ព្ទខ្ញុំទាំងពីរទេខ្ញុំ login ចូលណាបាទសិនបើមានគេលួចចូលឃើញ device ពីរនេះគឺជា device នៅទូរស័ព្ទយើងប្រើបាទខាងលើណាសិនបើមាន device 2ខាងក្រោមនេះគឺជា device របស់គេចឹងឧទាហរណ៍ចឹងណាបាទចឹងយើងចង់ធ្វើម៉េចឲ្យ device ហ្នឹងចេញពីទូរស័ព្ទយើងចេញពី Telegram របស់យើងកុំឲ្យគេប្រើទៀតចឹងណាបាទយើងចុចលើ device ហ្នឹងមកបាទអូខេបន្ទាប់មកចូលមកដល់កន្លែងហ្នឹងវាមាន Telegram Android ប្រហែល 12.9 ហ្នឹងទៅ phone ភ្នំពេញ Cambodia location ចឹងណាបាទបន្ទាប់មកក្រោមមានអីផ្សេងទៀតចឹងមកយើងចង់នេះយើងមើលខាងក្រោមពីអង់គ្លេសខាងក្រោមនេះបាទទាំងខាងក្រោមនេះបាទយើងចង់លុបចេញពី device Telegram របស់យើងចេញពី account Telegram របស់យើងណាបាទយើងចុចលើនឹងមកតមកវាចេញអក្សរអង់គ្លេសបែបនេះបាទយើងចុចនេះterm minute នេះបាទខ្ញុំអត់សូវបកកាយអង់គ្លេសដែរបាទយើងចុចអក្សរអង់គ្លេសខាងស្ដាំដៃពណ៌ក្រហមហ្នឹងមកគឺចេញពី device ទូរស័ព្ទយើងហើយចេញពី account Telegram របស់យើងហើយបាទចុចមកអូខេនេះតទៅពីយើងចុចរួចហើយគឺបាទអូខេនេះបាទបន្ទាប់ពីយើងលុបរួចហើយគឺចេញតម្រងបែបនេះបាទចេញតម្រងបែបនេះគឺលុបចេញហើយបាទចេញពី Telegram របស់យើងហើយបាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងបើសិនបើបងប្អូនចូលចិត្តជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតបាទអរគុណច្រើនបាទ